បងប្អូនអ្នកដែលចាំមាន់ណាបងប្អូនតែថតវីដេអូលក់មាន់របស់បងប្អូនមែនទេបងប្អូនឥឡូវនេះខ្ញុំប្រាប់បងប្អូនពីរបៀបរកចំណូលពីរក្នុងពេលតែមួយបងប្អូនអាចថតវីដេអូលក់មាន់របស់បងប្អូនមួយទៀតបងប្អូនថតវីដេអូមាន់ដោយប្រើទូរស័ព្ទរបស់បងប្អូនណាដាក់ចូលក្នុង YouTube បានលុយដូចគ្នាបងប្អូនបានលុយដូចគ្នាបាទពេលបងប្អូននៅក្នុងវីដេអូនេះខ្ញុំមិនមែននិយាយពីបច្ចេកទេសចិញ្ចឹមមាន់នេះទេបងប្អូនដូចបងប្អូនឃើញអញ្ចឹងមាន់របស់ខ្ញុំគួរស៊ីចំណីពេញហ្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំចង់ជែកនៅក្នុងពេលនេះបងប្អូនគឺការប្រើទូរស័ព្ទរបស់បងប្អូនដែលបងប្អូនកំពុងតែថតមាន់របស់បងប្អូនរាល់ថ្ងៃនេះដូចជាខ្ញុំកំពុងតែថតហ្នឹងដូចបងប្អូនកំពុងតែឃើញខ្ញុំថតហ្នឹងបងប្អូនហើយខ្ញុំថតហើយគឺខ្ញុំដាក់ចូលនៅក្នុង Channel YouTube របស់ខ្ញុំអញ្ចឹងបងប្អូនជាទី1ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអ្នកដែលចិញ្ចឹមមាន់បងប្អូនកុំគ្រាន់តែថតវីដេអូមាន់របស់បងប្អូនហើយថតក្នុង Facebook បងប្អូនត្រូវបង្កើត Channel YouTube មួយទៀតដើម្បីបង្ហោះចូលនៅក្នុង Channel YouTube ដើម្បីវាចំណេញពីរវាចំណេញពីរបងប្អូនអញ្ចឹងយើងបានអាវុធមុខពីរដូចគ្នាក្នុងការស្វែងរកថវិកាទី1គឺបងប្អូននៅពេលដែលបងប្អូនថតមាន់នេះបងប្អូនអាចផ្សព្វផ្សាយលក់មាន់របស់បងប្អូនហើយមួយទៀតបងប្អូនដាក់ចូលវីដេអូនោះនៅក្នុង Channel YouTube របស់បងប្អូនបងប្អូនអញ្ចឹង YouTube ជាប្រភពមួយដែលបងប្អូនខ្មែរយើងជាច្រើនកំពុងតែស្វែងរកថវិកាពីវាបានច្រើនមែនទេអញ្ចឹងបងប្អូនហើយខ្ញុំនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពី Channel របស់ខ្ញុំហើយក៏ខ្ញុំដូចជាបងប្អូនដែរខ្ញុំទើបតែចាប់ផ្ដើមដាក់វីដេអូរបស់ខ្ញុំនៅក្នុង Channel YouTube របស់ខ្ញុំមិនតាន់ដល់1ឆ្នាំទេបងប្អូនដូចជា7 8ខែបងប្អូនអញ្ចឹង YouTube របស់ខ្ញុំអាចចាប់ផ្ដើមរកថវិកាបានហើយការថតវីដេអូដាក់នៅក្នុង YouTube នេះបងប្អូនងាយស្រួលទេបងប្អូនមិនចាំបាច់ប្រើកាមេរ៉ាថ្លៃរាប់រយរាប់ពាន់ដុល្លារបងប្អូនប្រើទូរស័ព្ទឲ្យបងប្អូនកំពុងតែកាន់នឹងដៃហ្នឹងបងប្អូនថតជាវីដេអូបងប្អូនប៉ុន្តែយើងបងប្អូនថតបែបនេះគឺបងប្អូនថតបែបនេះបងប្អូនគឺបងប្អូនថតផ្ដេកបងប្អូនគឺខ្ញុំថតបញ្ឈរចេះសម្រាប់ YouTube បងប្អូនថតផ្ដេកអញ្ចឹងបងប្អូនថតផ្ដេកអញ្ចឹងគឺជាទម្រង់របស់ YouTube បងប្អូនងាយទូរស័ព្ទរបស់បងប្អូនហ្នឹងមិនថាម៉ាកអីបងប្អូនកុំប្រកាន់ថា iPhone ទូរស័ព្ទចិនទូរស័ព្ទអីក៏ដោយឲ្យតែបងប្អូនថតវីដេអូបានអញ្ចឹងបងប្អូនកុំតាន់ខ្វល់រឿងវីដេអូច្បាស់ឬមិនច្បាស់បងប្អូនថតតែប៉ុណ្ណេះសិនបងប្អូនថតកាន់តែទូរស័ព្ទផ្ដេកទេបងប្អូនថតមាន់របស់បងប្អូនទៅវាស៊ីចំណីបងប្អូនថតមាន់របស់បងប្អូនពេលបងប្អូនដាក់ទឹកបងប្អូនបដូរទឹកបងប្អូនថតពេលបងប្អូនព្យាបាលវាបងប្អូនថតពេលវាស៊ីចំណីបងប្អូនថតពេលវាញាស់បងប្អូនថតពេលលាងសម្អាតទ្រុងមាន់អញ្ចឹងបងប្អូនមួយថ្ងៃបងប្អូននៅតែជាមួយមាន់បងប្អូនមិនខ្វះតែពីរបស់ក្នុងការដែលបងប្អូនថតទេខ្ញុំសូមចែករំលែកពីការប្រើទូរស័ព្ទរបស់ខ្ញុំថតមាន់របស់ខ្ញុំបងប្អូនតែពិតទៅខ្ញុំមិនមែនជាអ្នកពីមុនមកខ្ញុំមិនមែនជា MMO ក្នុងការស្វែងរកថវិកាស្វែងរកអីពី YouTube ឬក៏ពី Facebook អីបងប្អូនប៉ុន្តែនៅពេលដែលខ្ញុំចិញ្ចឹមមាន់នេះខ្ញុំចាប់ផ្ដើមចូលចិត្តថតមាន់របស់ខ្ញុំបងប្អូនហើយអញ្ចឹងខ្ញុំបានគិតថាទេបើខ្ញុំថតហើយខ្ញុំសូមថតគ្រាន់តែលក់មាន់បងប្អូនខ្ញុំថតហើយខ្ញុំគិតថាបើសិនជាខ្ញុំដាក់នៅក្នុង Channel YouTube របស់ខ្ញុំគិតថាវាល្អដែរថ្ងៃក្រោយខ្ញុំអាចមើលវារំលឹកពីអនុស្សាវរីយ៍របស់ខ្ញុំពីព្រោះ YouTube ដាក់នៅក្នុងប្រហែលឆ្នាំវា store វារក្សាទុកបងប្អូនវារក្សាទុកនៅក្នុង YouTube ឲ្យយើងខ្ញុំពីមុនខ្ញុំគិតឡើងគំនិតរបស់ខ្ញុំកើតចេញពីការស្រឡាញ់ហើយនិងការចងក្រងទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងអញ្ចឹងខ្ញុំគិតថាបើសិនជាខ្ញុំថតវីដេអូទៅដាក់ទៅឆ្នាំក្រោយ2ឆ្នាំក្រោយ3ឆ្នាំក្រោយខ្ញុំនឹងមើលឃើញមាន់របស់ខ្ញុំវាកើតបានច្រើនប៉ុណ្ណាខ្ញុំឃើញមាន់របស់ខ្ញុំមានប្រមាណហើយខ្ញុំគិតថាមាន់របស់ខ្ញុំវារីកចម្រើនឬមិនរីកចម្រើនខ្ញុំអាចទៅមើលវីដេអូចាស់ប៉ុន្តែដល់ពេលដែលខ្ញុំថតមួយទៅស្រាប់តែខ្ញុំនឹកឃើញថាទេបើថតហើយដាក់ក្នុង YouTube ប្រហែលជាអាចរកលុយបានអញ្ចឹងគឺបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមថតហើយខ្ញុំអត់ទាន់ខ្វល់ថាមាន Subscribe មិនមាន Subscribe មានបងប្អូនចូលចិត្តមិនចូលចិត្តអីខ្ញុំមិនទាន់ខ្វល់ទេបងប្អូនគឺខ្ញុំថតដាក់វាមួយអាទិត្យអាចថា2 ទៅ 3 វីដេអូហើយខ្ញុំចាប់ផ្ដើមរៀននិយាយនៅក្នុងវីដេអូរបស់ខ្ញុំពីមុនខ្ញុំអត់ចេះនិយាយបងប្អូនខ្ញុំអត់ហ៊ាននិយាយនៅក្នុងវីដេអូទេកាលណាកាន់ទូរស័ព្ទដាក់មុខកាមេរ៉ាអញ្ចឹងអៀនហើយនិយាយអត់ចេញទេអត់ដឹងនិយាយពីអីទេបងប្អូនអញ្ចឹងខ្ញុំចាប់ផ្ដើមរៀននិយាយពីមាន់របស់ខ្ញុំជាមាន់ឈ្មោលវាមានមុខក្រហមជើងរបស់វាពណ៌ខ្មៅពណ៌លឿងពណ៌សហើយវាស៊ីចំណីមួយថ្ងៃ2 ដង 3 ដងប៉ុណ្ណឹងសិនហើយខ្ញុំសូមនិយាយបន្ថែមបញ្ជាក់តិចទៀតបងប្អូនតែបងប្អូនគួរតែនិយាយពីអ្វីខ្លះនៅក្នុងការថតវីដេអូជាមួយនឹង YouTube ហើយនឹងការចិញ្ចឹមមាន់របស់បងប្អូនតាមពិតប្រធានបទវាមានច្រើនមែនទេបងប្អូនអាចលើកនិយាយអំពីការដាក់ចំណីដូចខ្ញុំចឹងកំពុងតែដាក់ចំណីឲ្យមាន់ខ្ញុំនិយាយពីការដាក់ចំណីខ្ញុំនិយាយពីការថែទាំកូនមាន់ខ្ញុំនិយាយអំពីផលប្រយោជន៍ឬផលវិបាកនៃការកាត់ស្លាបកូនមាន់ខ្ញុំអាចនិយាយអំពីការផ្ដល់កម្ដៅដល់កូនមាន់តាមពិតវាមានប្រធានបទជាច្រើនចំណងជើងជាច្រើនដែលកំពុងតែកើតមានឡើងពីពេលមួយទៅពេលមួយនៅពេលដែលយើងកាន់តែធ្វើយើងកាន់តែចេះយើងកាន់តែឆ្លាតទៅហើយបងប្អូនហើយមួយទៀតបងប្អូនយើងគាត់ចូលចិត្តមើលពីការចែករំលែកបទពិសោធន៍ដោយសារតែគាត់អាចថាជាអ្នកដែលកំពុងចិញ្ចឹមមាន់អ្នកដែលខ្លះគាត់កំពុងតែចង់ចិញ្ចឹមមាន់អញ្ចឹងកាលណាយើងថតវីដេអូបង្ហាញពីសកម្មភាពរបស់យើងរាល់ថ្ងៃទៅ
ធ្វើឲ្យគាត់ចង់មើលពីបទពិសោធន៍របស់យើងគាត់ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកដូចខ្ញុំក៏ខ្ញុំមើលវីដេអូ YouTube របស់អ្នកផ្សេងដែរគឺខ្ញុំចង់ចេះខ្ញុំចង់ដឹងថាតើអ្នកផ្សេងគាត់ធ្វើយ៉ាងម៉េចដែរដើម្បីការពារមន់របស់គាត់ខ្ញុំក៏មើលវីដេអូអ្នកផ្សេងដែរដើម្បីចង់ដឹងថាតើគាត់ការពារមន់គាត់យ៉ាងម៉េចកុំឲ្យឈឺគាត់ធ្វើយ៉ាងម៉េចឲ្យមន់របស់គាត់នឹងសុខភាពល្អខ្ញុំក៏មើលវីដេអូរបស់គេក៏មើលវីដេអូរបស់ខ្ញុំដូចគ្នាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រើទូរស័ព្ទរបស់បងប្អូនដែលកំពុងតែប្រើនេះបងប្អូនថតវីដេអូមន់របស់បងប្អូនដាក់ក្នុង YouTube ប៉ុន្តែមិនមែនបានន័យថារាល់អ្នកដែលធ្វើ YouTube ជាមួយនឹងការចិញ្ចឹមមន់វាសុទ្ធតែបានលុយសុទ្ធតែបានជោគជ័យសុទ្ធតែបានគេចូលចិត្តសុទ្ធតែមានចំនួនអ្នក Subscribe ច្រើនទេបងប្អូនដោយវីដេអូរបស់ខ្ញុំនេះបងប្អូនឥឡូវនេះមានអ្នក Subscribe រហូតដល់ 1500 អ្នកខ្ញុំបងប្អូនខ្ញុំមិនដែលនឹកសម័យថាខ្ញុំនឹងមានអ្នក Subscribe រហូតដល់ 1500 អ្នកទេខ្ញុំមិនដែលសម័យទេបងប្អូនខ្ញុំគិតថាអ្នក Subscribe គឺពិបាកតម្រាំតែគេមើលវីដេអូរបស់យើងតម្រាំតែគេចូលចិត្តវីដេអូរបស់យើងគេចុច Subscribe នៅក្នុងវីដេអូរបស់យើងគឺមិនងាយទេតម្រាំតែរកបានម្នាក់ដែលបងប្អូនគាត់ចុច Subscribe បងប្អូនគឺជាបើយើងគិតថាយើងជាអ្នកលក់មន់យើងគិតថាជាអតិថិជនដែលខ្វះយើងមិនបានបងប្អូនតម្រាំតែគាត់មើលតម្រាំតែគាត់ដាច់ចិត្តវាតតែវីដេអូរបស់យើងហ្នឹងយូរទៅវាមានអត្ថប្រយោជន៍វាមានគុណតម្លៃសម្រាប់គាត់ទើបគាត់ចុច Subscribe វីដេអូរបស់យើងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើប៉ុន្តែយើងត្រូវមានភាពអត់ធ្មត់អ្វីដែលយើងត្រូវធ្វើមិនមែនធ្វើមួយថ្ងៃមួយយប់ឡើងស្អែកជោគជ័យហើយមិនមែនថតវីដេអូផុសថ្ងៃហ្នឹងស្អែកឡើងក៏មាន 1000 Subscribe មាន 4000 មកគ្រប់គោលការណ៍រលុយអត់ទេបងប្អូនគឺវាមិនបែបហ្នឹងទេគឺវាត្រូវការភាពអត់ធ្មត់ត្រូវការពេលវេលាត្រូវការឲ្យយើងសិក្សារៀនសូត្របន្ថែមពីតិចនិចពីបច្ចេកទេសក្នុងការថតពីបច្ចេកទេសក្នុងការនិយាយពីបច្ចេកទេសក្នុងការបង្ហាញអ្វីដែលយើងកំពុងតែចង់បង្ហាញទៅដល់បងប្អូនដែលកំពុងតែមើលនោះគាត់ជល់ថាតើគាត់ចង់បានអីយើងចង់បង្ហាញអ្វីទៅដល់គាត់ហើយតាមដែលខ្ញុំចងចាំបងប្អូនតាមខ្ញុំចងចាំ YouTube របស់ខ្ញុំនេះខ្ញុំថតវីដេអូនេះដូចជា8 9 ខែបងប្អូន8 9 ខែទៅតាមតែមានបងប្អូនយើង Subscribe រហូតដល់ 1000 នាក់ក្នុងរយៈពេល1ឆ្នាំគោលការណ៍របស់ YouTube បងប្អូនវាតតែមានអ្នក Subscribe យើងរហូតដល់ 1000 នាក់ហើយក្នុងរយៈពេល1ឆ្នាំបានន័យថា12 ខែយើងវីដេអូរបស់យើងគេមើលបាន 4000 ម៉ោងអញ្ចឹង 4000 ម៉ោងបើសិនជាក្នុងរយៈពេល12 ខែចុងក្រោយនេះយើងរាប់ទៅមាន 4000 ម៉ោង view បានន័យថាគេមើលទៅវីដេអូរបស់យើងសរុបទៅបាន 4000 ម៉ោងមករាកុម្ភៈមីនារហូតដល់ខែធ្នូអញ្ចឹងបើជាប់ពីមួយខែហ្នឹងវារុញតស្រាប់តែយើងបាន 4000 ម៉ោងហើយទៅមើល Subscriber គេអត់គិតទេគេអត់គិតមួយឆ្នាំឬ2ឆ្នាំទេ Subscriber ប្រហែលឆ្នាំកន្លងមកក៏ដោយតាំងពីបងប្អូនបង្កើត Channel YouTube នឹង Subscriber គ្រប់ 1000 ហើយម៉ោងគ្រប់អញ្ចឹងបងប្អូនអាចមានឱកាសស្នើសុំធ្វើជាដៃគូរកថវិកាជាមួយនឹង YouTube បងប្អូនគេហៅថា YouTube Partnership Program គឺកម្មវិធីឬក៏បើកមុខងារធ្វើជាដៃគូរកលុយជាមួយនឹង YouTubeខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រើទូរស័ព្ទរបស់បងប្អូនដែលកំពុងតែកាន់នៅក្នុងដៃហ្នឹងចាប់ផ្ដើមថតមន់របស់បងប្អូនថតរៀនថតទៅឆ្វេងស្ដាំផុសចូលក្នុង YouTube សរសេររៀនសេចំណងជើងឲ្យតាក់ទាញតិចទៅបងប្អូនធ្វើពីមួយពេលទៅមួយពេលហើយបងប្អូនចាំសរសេរប្រាប់នៅក្នុង comment របស់ខ្ញុំតើក្រោយពេលបងប្អូនដាក់វីដេអូបាន10 20វីដេអូហើយនៅក្នុង Channel YouTube របស់បងប្អូនតើបងប្អូនមានការរីកចម្រើនឬក៏មានបញ្ហាអីខ្លះបងប្អូនអាចជជែកពិភាក្សាលេងជាមួយនឹងខ្ញុំបានបាទអរគុណជម្រាបលាបាយបាយ